មេឃភ្លៀងចឹងមានអារម្មណ៍ថាចង់ផ្ដាសាយមែនទេសាកធ្វើមួយមុខនេះធានាថាអត់ចាញ់ស៊ុបប្រមាណទេនិយាយពីញ៉ាំហើយគឺឈ្ងុយតែម្ដងថ្ងៃហ្នឹងខ្ញុំបានស្ងោរស្ពៃហើយនឹងចៀនត្រីសម្រាប់សាច់ផងដែរគឺខ្ញុំយកទៅកិនបន្ថែមជាមួយនឹងខ្ទឹមចិញ្ច្រាំប្រេងខ្យងប៊ីចេងចូលបន្តិចហើយយើងច្បល់វាឲ្យសព្វតែម្ដងទៅដើម្បីឲ្យវាមានជាតិមិនភ្លេចទេម្រេចរបស់ខ្ញុំគឺបេះដូងហើយយើងច្បល់វាទៅដើម្បីឲ្យសាច់យើងមានជាតិអានេះគឺយើងដាក់ដើម្បីតែច្បល់សាច់ឲ្យវាមានជាតិតែម្យ៉ាងឯណាបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅមកយើងដាក់ត្រីយើងចូលចៀនទៅសម្រាប់ខ្ទះប្រភេទនេះគឺចៀនទៅអត់ជាប់ត្រីហ្មងទេនីទឹករបស់យើងពុះហើយយើងដាក់សាច់ចិញ្ច្រាំរបស់យើងទៅហើយយើងយកវែកកូរវាឲ្យសព្វមកដើម្បីកុំឲ្យសាច់របស់យើងនឹងវាជាប់គ្នាសាច់នេះតាមពិតទៅគេចិញ្ច្រាំឯងប៉ុន្តែខ្ញុំខ្ជិលខ្ញុំយកវាទៅកិនដោយសារតែខ្ញុំខ្ជិលចិញ្ច្រាំវាលឺស្នូខ្លាំងពេកយើងបន្ថែមជាមួយនឹងដុំស៊ុបម្ដុំបន្ទាប់មកទឹកត្រីបន្តិចហើយនឹងអំបិលបន្តិចគឺរសជាតិយើងបានណាយើងផ្សំគ្រឿងខាងនេះបានគឺត្រីយើងប្រែខាងល្មមគឺស្អាតបងប្អូនអត់មានជាប់ទេណាទឹកស៊ុបរបស់យើងឆ្អិនហើយយើងបន្ថែមជាមួយនឹងស្ពៃរបស់យើងស្ពៃចង្កឹះថ្ងៃហ្នឹងខ្ញុំប្រើ2ដុំគឺល្មមតែម្ដងឆ្អិនហើយយើងបន្ថែមជាមួយម្រេចម្សាទៀតស្លឹកខ្ទឹមផងដែរស្លឹកខ្ទឹមថ្ងៃហ្នឹងរៀងសពបសពូនបានតែបន្តិចទេប៉ុន្តែជះក្លិនឈ្ងុយសាហាវបងប្អូនឃើញផ្សែងវាហុយមកហ៎គឺថាញ៉ាំហើយធូរចំហសាហាវខែភ្លៀងបែបនេះយើងញ៉ាំស្ងោរបែបនេះជាមួយនឹងត្រីចៀនគឺពិតជាឆ្ងាញ់ខ្លាំងណាស់ធានារសជាតិឲ្យត្រីរបស់យើងគឺស្អាតមែនតែនហើយបងប្អូនមើលណាទាំងសាច់ទាំងស្ពៃទាំងក្លិនទាំងឈ្ងុយនិយាយពីថាឈ្ងុយណាធានាហ្មងបងប្អូនហើយបងប្អូនសាកធ្វើញ៉ាំបើមិនសាកធ្វើញ៉ាំទេអាចមើលខ្ញុំញ៉ាំសិនក៏បាន